ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង2ខ្ទង់ប៉ុន្តែមុននឹងកែអ្នកគ្រូសូមឲ្យយើងជួយចុច like និងចុច subscribe ឲ្យអ្នកគ្រូម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតឥឡូវយើងមើលលំហាត់ទាំងអស់គ្នា1ចូលរកផលបូកអញ្ចឹងលំហាត់នេះគឺគេឲ្យយើងគណនារកផលបូកដើម្បីបូកចំនួនដែលមានលេខ4ខ្ទង់និង2ខ្ទង់គឺយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមបូកពីខ្ទង់រាយចាប៉ុន្តែនៅក្នុងនេះគឺគេបានតម្រៀបឲ្យយើងហើយអញ្ចឹងយើងគ្រាន់តែចាប់ផ្ដើមបូកពីខ្ទង់រាយមកអញ្ចឹងខ្ទង់រាយនៃតួទី1គឺមានលេខ6ហើយខ្ទង់រាយនៃតួទី2គឺមានលេខ5អញ្ចឹងយើងចាប់ផ្ដើមបូកអញ្ចឹង6បូក5គឺស្មើ11អញ្ចឹងយើងសរសេរលេខ1ត្រាទុក1ចាយើងត្រាទុក1អញ្ចឹងចាប់ពី10ទៅគឺយើងត្រាទុក1ក្រោម10គឺយើងអត់មានត្រាទុកទេហើយការត្រាទុកគឺយើងត្រូវសរសេរនៅខ្ទង់បនបន្ទាប់កន្លែងខ្ទង់ដែលយើងបូកនឹងអញ្ចឹង6បូក5ឃើញ11អញ្ចឹងយើងត្រូវសរសេរលេខ1ហើយត្រាទុក1នៅខ្ទង់បន្ទាប់បន្ទាប់មកយើងយក1បូកនឹង5 1បូកនឹង5 6 6នឹង2គឺ5 8អញ្ចឹងយើងសរសេរលេខ5 8តទៀតខ្ទង់100អត់មានអីបូកយើងទម្លាក់ចុះមកលេខ1នឹងបន្ទាប់មកខ្ទង់ពាន់អត់មានអីបូកយើងទម្លាក់ចុះចម្លើយគឺឃើញ3181តទៀតយើងចូលលំហាត់អក្សរខយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក8បូក6 14សរសេរលេខ4ត្រាទុក1 1បូកនឹង3 4 4នឹង3 7អញ្ចឹងយើងសរសេរលេខ5 7 6អត់មានអីបូកយើងទម្លាក់ចុះ4អត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរគោ6បូក2 8ឃើញ8យើងសរសេរលេខ8 7បូក3 10សរសេរលេខ0ត្រាទុក1 1បូកនឹង3 4អញ្ចឹងយើងសរសេរលេខ4 5អត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរខួរយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក3នឹង3បូកនឹង5គឺ8យើងសរសេរលេខ8 7នឹង6 13សរសេរលេខ3ត្រាទុក1 1បូកនឹង4 5យើងសរសេរលេខ5 6អត់មានអីបូកយើងទម្លាក់ចុះចាតទៀតលំហាត់អក្សរងយើងចាប់ផ្ដើមបូកពីខ្ទង់រាយចា8បូក7 15 15យើងសរសេរលេខ5ត្រាទុក1 1បូកនឹង4 5 5នឹង3គឺ8តទៀតខ្ទង់100គឺអត់មានអីបូកទេអញ្ចឹងយើងទម្លាក់លេខ1នឹងមក7អត់មានអីបូកអញ្ចឹងយើងទម្លាក់ចុះតទៀតយើងចូលលំហាត់អក្សរចកន្លែងនេះគឺមាន3តួចាតួទី1ទី2និងទី3ប៉ុន្តែការបូកក៏អត់មានអីខុសគ្នាដែរគឺយើងចាប់ផ្ដើមបូកពីខ្ទង់រាយមកចា3បូកនឹង2 5 5នឹង5 10អញ្ចឹង10យើងសរសេរលេខ0ត្រាទុក1 1បូកនឹង0 1 1នឹង3 4អញ្ចឹងយើងសរសេរលេខ4 2អត់មានអីបូកយើងទម្លាក់ចុះ4អត់មានអីបូកយើងទម្លាក់ចុះអានេះលេខ2ទាំងអស់គ្នាតទៀតយើងចូលលំហាត់អក្សរឆដែលមាន3តួដូចគ្នាចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក4បូក1 5 5នឹង6 11សរសេរលេខ1ត្រាទុក1 1បូក1 2 2នឹង2 4យើងសរសេរលេខ4 6អត់មានអីបូកយើងទម្លាក់ចុះ5អត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរជួរ0បូក5 5 5នឹង2 7សរសេរលេខ5 7 2បូក3 5 5នឹង6 11សរសេរលេខ1ត្រាទុក1 1នឹង4 5យើងសរសេរលេខ5 6អត់មានអីបូកយើងទម្លាក់ចុះយើងអាចរៀនបូកទៀងផ្ទាត់ទៅចារៀនធ្វើទៅដើម្បីឆាប់ចេះចាយើងអាចយកចម្លើយអ្នកគ្រូផ្ទៀងផ្ទាត់ជាមួយចម្លើយយើងរៀនធ្វើរៀនគណនារៀនគិតចាតទៀតយើងចាប់ផ្ដើមបូកពីខ្ទង់រាយ1នឹង2 3 3នឹង0ឃើញ3យើងសរសេរលេខ3ខ្ទង់10 3នឹង4 7 7នឹង5 12យើងសរសេរលេខ2ត្រាទុក1 1នឹង1 2អានេះអត់មានអីបូកទេអញ្ចឹងយើងសរសេរលេខ2 7អត់មានអីបូកយើងទម្លាក់ចុះដល់លំហាត់អក្សរញយើងបូកមក6នឹង5 11 11នឹង2 13យើងសរសេរលេខ3ត្រាទុក1 1នឹង3 4 4នឹង2 6 6នឹង1គឺ7អញ្ចឹងយើងសរសេរលេខ5 7 2អត់មានអីបូកយើងទម្លាក់ចុះ
8 admin ai bốc ក៏យើងទម្លាក់ចោលបន្ទាប់មកទៀតនៅសល់លំហាត់ដូចជា4លំហាត់ទៀតដែលគេសរសេរជាជួរដេកអញ្ចឹងអ្នកគ្រូនឹងយកវាមកសរសេរជាជួរឈរដើម្បីងាយស្រួលគណនាអញ្ចឹងយើងដាក់ចម្លើយមក1រកផលបូកអញ្ចឹងយើងចាប់ផ្ដើមគណនាលំហាត់អក្សរដ9បូកនឹង6 15នេះប៉ះកន្លែងជួរលុប9បូក6 15យើងសេលេខ5ត្រាទុក1 1នឹង5 6 6នឹង1 7យើងសរសេរលេខ5 7 1អត់មានអីបូកយើងទម្លាក់ចោល2អត់មានអីបូកគឺយើងទម្លាក់ចោលតទៀតលំហាត់អក្សរថយើងចាប់ផ្ដើមបូកពីខ្ទង់រាយ8បូក8 16សរសេរលេខ6ត្រាទុក1 1នឹង6 7 7នឹង2 5 9យើងសេលេខ9 0អត់មានអីបូកយើងទម្លាក់ចោល3អត់មានអីបូកក៏យើងទម្លាក់ចោលតទៀតលំហាត់អក្សរដូចា5បូក7 12សរសេរលេខ2ត្រាទុក1 1បូកនឹង3 4 4នឹង4 5 8 7អត់មានអីបូកយើងទម្លាក់ចោល4អត់មានអីបូកយើងទម្លាក់ចោលតទៀតលំហាត់ចុងក្រោយលំហាត់អក្សរធัว2បូក5 7យើងសរសេរលេខ5 7 6បូក8 14សរសេរលេខ4ត្រាទុក1 1បូកនឹង0 1យើងសរសេរលេខ1 5អត់មានអីបូកយើងទម្លាក់ចោលអញ្ចឹងតកតងទៅនឹងកំណែនៅក្នុងលំហាត់កំណែលំហាត់នៅក្នុងមេរៀនការបូកចំនួនដែលមានលេខ4ខ្ទង់និង2ខ្ទង់ដោយមានត្រាទុកចាគឺមានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលា